សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកនិយាយអំពីហាងឆេងមាសនៅក្នុងសប្តាហ៍នេះអញ្ចឹងអ្នកដែលតាមដានជាមួយនឹងការប្រែប្រួលនៃតម្លៃហាងឆេងមាសមិនថាបងប្អូនជួញដូរក៏ដូចជា trading នៅលើទីផ្សារអន្តរជាតិផ្ទាល់តម្លៃហាងឆេងមាសនៅក្នុងសប្តាហ៍នេះនឹងមានការប្រែប្រួលសកម្មខ្លាំងបាទអញ្ចឹងយើងកលែកមើលហាងឆេងមាសបាទនៅក្នុងថ្ងៃនេះផ្ទាល់បាទថ្ងៃពុធបាទយើងឃើញថានៅក្នុងសប្តាហ៍នេះបើកផ្សារថ្ងៃច័ន្ទមកគឺមានការធ្លាក់ចុះហើយការពីម្សិលមិញនោះបងប្អូនបាទតម្លៃហាងឆេងមាសមានការកើនឡើងរហូតទៅដល់$120ក្នុង1អោនឬស្មើនឹង$146ក្នុង1តម្លឹងសម្រាប់តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិផ្ទាល់ហើយតម្លៃហាងឆេងមាសនៅបច្ចុប្បន្ននេះបាទកំពុងតែជួញដូរនៅតម្លៃ$3,975នៅក្នុង1អោនឬស្មើនឹង$4,789ក្នុង1តម្លឹងអូខេអញ្ចឹងយើងមកមើលព័ត៌មាននៅក្នុងសប្តាហ៍នេះផ្ទាល់ថាតើតម្លៃហាងឆេងមាសហេតុអីបានជាសប្តាហ៍នេះមានការប្រែប្រួលសកម្មខ្លាំងបាទអញ្ចឹងយើងចូលមកកាន់ website Forex Factory បាទសម្រាប់បងប្អូនដែលចង់តាមដានទៅលើព័ត៌មាន website នេះគឺល្អបំផុតបាទអញ្ចឹងខ្ញុំឃើញថានៅក្នុងថ្ងៃនេះផ្ទាល់បងប្អូនបាទសម្រាប់ម៉ោង8បាទនៅក្នុងប្រទេសកម្ពុជាយើងគឺមានកិច្ចប្រជុំធំមួយបាទរបស់ទេសាភិបាលធនាគារកណ្ដាលនៅខាងសហរដ្ឋអាមេរិកបាទគឺលោក Kevin Voss បាទគាត់នឹងមានការប្រជុំជាមួយនឹងបណ្ដាធនាគារធំមានដូចជាប្រធានធនាគារកាណាដាប្រធានធនាគារអង់គ្លេសក៏ដូចជាប្រធានធនាគារខាងសហភាពអឺរ៉ុបផ្ទាល់តែម្ដងបាទអញ្ចឹងការប្រជុំបាទការនិយាយរបស់គាត់បាទអាចជះឥទ្ធិពលទៅដល់លុយដុល្លារអញ្ចឹងកំឡុងពេលហ្នឹងបាទការនិយាយរបស់គាត់បើសិនជាគាត់ទំនងជារក្សាអត្រាការប្រាក់ឲ្យនៅខ្ពស់តម្លៃហាងឆេងមាសចំណិច្ចការអាចនឹងមានការធ្លាក់ចុះកំឡុងពេលដែលគាត់និយាយនឹងឯងបងប្អូនសម្រាប់ការប្រជុំបាទនៅខាងសហភាពអឺរ៉ុបហើយផ្ទុយទៅវិញបាទបើសិនជាការនិយាយរបស់គាត់បាទទំនងជាអាចនឹងមានន័យថាទម្លាក់អត្រាការប្រាក់ដោយសារតែអតិផរណាបច្ចុប្បន្នបាទគឺមានការថមថយដោយសារតែទី1តកតទៅនឹងតម្លៃប្រេងយើងឃើញថាមានការស្រុតចុះច្រើនបាទអញ្ចឹងខ្ញុំគិតថាបើសិនជាអតិផរណាមានការថមថយធនាគារកណ្ដាលអាចនឹងសម្រេចចិត្តក្នុងការកាត់អត្រាការប្រាក់ឆាប់បងប្អូនបាទអញ្ចឹងរុញច្រានឲ្យតម្លៃមាសនឹងមានការងើបឡើងទៅវិញអូខេអញ្ចឹងនេះគឺជាព័ត៌មានមួយនៅក្នុងថ្ងៃពុធនេះផ្ទាល់តែម្ដងបាទសម្រាប់ម៉ោង8កន្លះយប់នេះបាទអញ្ចឹងនៅខាងអាមេរិកម៉ោង9កន្លះនឹងមានកិច្ចប្រជុំហើយមួយទៀតបងប្អូនបាទតាក់ទងទៅនឹងសប្តាហ៍នេះបាទព័ត៌មានធំបាទគឺតាក់ទងទៅនឹងព័ត៌មាន non farm ឬមួយក៏យើងនិយាយថារបាយការណ៍ការងារបាទដែលចេញផ្សាយពីខាងសហរដ្ឋអាមេរិកអញ្ចឹងការបង្កើតការងារថ្មីនៅខាងសហរដ្ឋអាមេរិកតាមការព្យាករណ៍បាទគឺមានការកើនឡើង 114k ឬស្មើនឹង 114,000 កន្លែងបាទសម្រាប់ការបង្កើតការងារថ្មីដោយមិនរាប់វិស័យកសិកម្មបាទអញ្ចឹងតាក់ទងទៅនឹងព័ត៌មាន non farm នេះបាទឬមួយក៏យើងហៅថារបាយការណ៍ការងារនេះបាទគឺជះឥទ្ធិពលខ្លាំងមែនទែនទៅដល់ទីផ្សារអញ្ឆេងមាសក៏ដូចជាគូរូបិយប័ណ្ណអន្តរជាតិផ្សេងហើយយើងឃើញថាព័ត៌មានមួយនេះបាទគឺជាព័ត៌មានធំប្រចាំខែអញ្ចឹងបើសិនជាអ្នកនរគ្នាបាទចង់ទិញលក់មាសក៏ដូចជាជួញដូរនៅលើទីផ្សារផ្ទាល់គួរតែមានការប្រុងប្រយ័ត្នបាទចំពោះព័ត៌មានមួយនេះពីព្រោះថាព័ត៌មាននេះបាទនឹងមានការប្រែប្រួលបាទខ្លាំងទៅកាន់ទីផ្សារហើយបងប្អូនដែលជួញដូរបាទគឺយើងរងចាំមើលទិន្នន័យជាក់ស្ដែងសិនពីព្រោះថាទិន្នន័យបាទគឺគេព្យាករណ៍បាទគឺមានការថមថយជាងខែកន្លងទៅបាទគឺរហូតដល់ 172k ឬមួយស្មើនឹងបាទ172,000ការងារថ្មីបាទដែលបានបង្កើតគេចឹងយើងរងចាំតាមដានមើលបាទចឹងនេះគឺជាព័ត៌មានធំប្រចាំសប្តាហ៍នេះផ្ទាល់តែម្ដងហើយបើសិនជាអ្នកនរគ្នាបាទជួញដូរបាទគឺមានការប្រុងប្រយ័ត្នឲ្យមែនតើបាទចឹងពីខ្ញុំគឺមានប៉ុណ្ណឹងបងប្អូនបាទចឹងសង្ឃឹមថាអ្នកនរគ្នាជួញដូរទទួលបានផលចំណេញទាំងអស់គ្នាហើយបើសិនជាអ្នកនរគ្នាចង់សិក្សាស៊ីជម្រៅបាទពីព័ត៌មានដូចជាការជួញដូរនៅលើទីផ្សារអញ្ជើញមានអន្តរជាតិអាចធ្វើការតំណែងក្រុមការងាររបស់យើងបានយើងនឹងរីករាយបាទប្រឹក្សាយោបល់ជូនអ្នកនរគ្នាអូខេអរគុណច្រើនបាទគឺពីខ្ញុំមានប៉ុណ្ណឹងបាទជួបគ្នានៅវីដេអូបន្ទាប់